nè tao khnia có đôi chia mà chả page đây là tâm set up hai áนี่คือ page บ่สมอื่นเลยกดtâm ទទួលបានមុខងារស៊ីអឹមចឹងទៅក្រោយពីការ set up ហើយគឺបងប្អូនទាំងអស់គ្នាកុំភ្លេចចូលទៅត្រួតពិនិត្យទៅលើវីដេអូរបស់យើងទាំងអស់ដែលនៅក្នុង studio នេះខ្ញុំបើកក្នុង studio គឺបងប្អូនត្រូវឆែកមើលបញ្ហារបស់វីដេអូកេងឡវីដេអូទាំងអស់ហ្នឹងដែលយើងផុសពីមុនមកហ្នឹងកាល page យើងអត់ទាន់រលុយហ្នឹងគឺវីដេអូជាប់ដុល្លារពណ៌ក្រហមនេះដូចខ្ញុំបង្ហាញអញ្ចឹងណាឃើញទេវីដេអូមួយហ្នឹងគឺជាប់ដុល្លារពណ៌ក្រហមអញ្ចឹងកាលណាជាប់ដុល្លារពណ៌ក្រហមអញ្ចឹងហើយបងប្អូនត្រូវតែលុបជាប់ពណ៌លឿងក៏លុបជាប់ពណ៌ក្រហមក៏លុបនេះជាចំណុចមួយដែលគួរកត់ចំណាំនៅពេលដែល page អ្នកទាំងអស់គ្នាចាប់ផ្ដើមគ្រប់គោលការណ៍រលុយហើយអញ្ចឹងគឺយើងឆែកទៅលើវីដេអូរបស់យើងគឺឃើញមានដុល្លារហើយសញ្ញាដុល្លារនោះគឺបើសិនណាជាឃើញសញ្ញាពណ៌ក្រហមហើយអ្នកទាំងអស់គ្នាបញ្ញាប់លុបចេញឲ្យលឿនណាអញ្ចឹងយើងធ្វើការ scroll ទៅតទៀតដើម្បីយើងមើលតើមានវីដេអូណាផ្សេងទៀតដែលមានសញ្ញាពណ៌ក្រហមឬក៏ពណ៌លឿងក៏លុបពណ៌ក្រហមក៏លុបអាហ្នឹងដើម្បីជៀសវាងមានបញ្ហាអ្នកខ្លះអត់ដឹងទេពេលដែល set up page រួចហើយស្រាប់តែអត់ចូលឆែកត្រួតពិនិត្យមើលលើវីដេអូទេអញ្ចឹងទុក page ចោលរហូតដល់ Facebook ធ្វើការដកយក monetize ទៅវិញមានន័យថាវាបិទ monetize បិទការរលុយលើ page ទៅវិញដោយសារបញ្ហាទាំងអស់ហ្នឹងហើយបញ្ហាទាំងអស់ហ្នឹងគឺមានមនុស្សភាគច្រើនណាស់ដែលអត់បានចាប់អារម្មណ៍អ្នកខ្លះក៏គិតថា page រលុយបានហើយគាត់អត់ដែរចូលទៅ scroll មើលលើវីដេអូទេអញ្ចឹងអាហ្នឹងគឺជារឿងដែលកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយហើយទោះបីជាវីដេអូរបស់បងប្អូនផុសយូរខែយូរថ្ងៃហើយឬក៏ផុសហើយក្នុងរយៈពេលកន្លះខែឬក៏មួយខែឬក៏មួយសប្តាហ៍បងប្អូនគួរចូលទៅលើវីដេអូរបស់យើងចូលលើ studio page ណាចូលទៅហើយ scroll មើលវីដេអូរបស់យើងនេះតើមានវីដេអូមួយណាដែលមានដុល្លារពណ៌លឿងឬក៏ដុល្លារពណ៌ក្រហមអត់បើមានបងប្អូនប្រញាប់លុបចេញជៀសវាងធ្វើឲ្យ page spam ឬក៏ផុសទៅអត់មាន view អាហ្នឹងជាបញ្ហាដែលយើងមើលរំលងដែរអ្នកដែលមើលរំលងចំណុចហ្នឹងគឺអត់បានទេអញ្ចឹងscroll មើលអស់ដូចខ្ញុំធ្វើអញ្ចឹងនេះឃើញមានវីដេអូក្រហមមួយទៀតឃើញទេហ្នឹងហើយមានដុល្លារក្រហមអញ្ចឹងគឺលុបប្រញាប់លុបចេញឲ្យឆាប់ហ្នឹងហើយពេលណាដែលយើងលុបចេញមានន័យថា page របស់យើងគឺវាល្អមកវិញហើយវីដេអូរបស់យើងអត់មានបញ្ហាពមៀនទេពាក្យថាដុល្លារក្រហមនេះគឺមានន័យថាពមៀនលើវីដេអូរបស់យើងហើយមានន័យវីដេអូរបស់យើងអត់មានសិទ្ធិរលួយទេអញ្ចឹងលុបវីដេអូចេញឲ្យឆាប់ដើម្បីជៀសវាង page របស់យើងខូចអ្នកខ្លះទៀតដែលខ្ញុំជួបបញ្ហានេះច្រើនហើយតែងតែទទួលបានសំណួរថាលោកគ្រូហេតុអីបានជា page របស់ខ្ញុំនេះ set up រួចទៅស្រាប់ទុកចោលកន្លះខែមួយខែស្រាប់វាដកយក monetize ទៅវិញឬក៏វាបិទការរលួយអាហ្នឹងចំណុចហ្នឹងមួយចំណុចហ្នឹងក៏វាបិទដែរណាអាហ្នឹងជារឿងមួយដែលយើងមិនគួរមើលរំលងទេសម្រាប់បងប្អូនអ្នកថ្មីក្តីអ្នកចាស់ក្តីបានមើលវីដេអូខ្ញុំនេះហើយចំណាំទុកចំណាំទុកហ្នឹងហើយយើងមានអីថ្មីយើងមានអីល្អយើងចែកគ្នាអញ្ចឹងការចែកលេខរបស់ខ្ញុំហ្នឹងគឺសម្រាប់ទាំងអ្នកថ្មីទាំងអ្នកចាស់បាទអ្នកចាស់ខ្លះក៏គាត់ភ្លេចដែរគាត់ឆែកមើលតែ recommend page តែដល់ទៅពេលកន្លែងវីដេអូដែលមានបញ្ហាគាត់មានបានមើលណាអាហ្នឹងជាចំណុចខុសឆ្គងអញ្ចឹងបងប្អូនមើលឲ្យគ្រប់ជ្រុងជ្រោយនៅពេលដែល page ដែលយើងទំ set up ហើយណាហ្នឹងគឺជាបញ្ហាប្រឈមបងប្អូនខ្លះ set up ហើយអត់ចូលមើលទេអាហ្នឹងតាមមួយអាទិត្យឬក៏កន្លះខែ Facebook វាបិទ monetize ចោលទៅវិញបាត់ដោយសារអីដោយសារយើងអត់លុបវីដេអូដែលវាខុសគោលការណ៍ព្រោះធម្មតាការផុសរបស់យើងទាំងអស់ដល់ពេលដែល Facebook អត់ទាន់បើកមុខងារឲ្យយើងរលួយទេគឺវាអត់ទាន់ចាប់ទេក៏ប៉ុន្តែនៅពេលដែលវាបើកមុខងាររលួយហើយគឺវាចាប់ផ្ដើមចាប់ scam លើវីដេអូរបស់យើងហ្នឹងវីដេអូណាមានបញ្ហាគឺវាចាប់ហើយអញ្ចឹងបងប្អូនថ្មីនេះក៏ប្រយ័ត្នដែរមិនមែនថាអូអាងថា page រលួយបានហើយអត់ខ្ចីខ្វល់អត់ដែរឆែកមើលអីអាហ្នឹងចាប់ហើយធ្វើអញ្ចឹងខ្ញុំគ្រាន់តែចែកចំណេះដឹងនេះសម្រាប់បងប្អូនយើងអ្នកថ្មីនិងអ្នកចាស់ដើម្បីឲ្យកុំឲ្យមើលរំលងចំណុចហ្នឹងណាព្រោះខ្ញុំទទួលបានសំណួរ feedback ច្រើនណាស់រឿងហ្នឹងឥឡូវនឹងចែកចំណុចហ្នឹងមួយទៅហើយបងប្អូនមើលវីដេអូនេះហើយជួយ share ផងហ្នឹងដើម្បីចែកគ្នាទៅ
បងប្អូនណាមានចំណេះដឹងអីល្អចែកគ្នាអញ្ចឹងទៅវាយើងវាល្អទាំងអស់គ្នាចង់និយាយអញ្ចឹងណាព្រោះមនុស្សយើងវាគ្មានអ្នកណាចេះគ្រប់ជ្រុងជ្រោយទេ Facebook អាប់ដេតរាល់ថ្ងៃយ៉ាងនេះណាបាទដូចខ្ញុំតាមដានស្អិតប្រព័ន្ធហ្នឹងនៅចង់តាមមិនទាន់អញ្ចឹងមានអីយើងចែកគ្នាទៅខាងនេះបន្តិចទៅខាងនោះបន្តិចទៅដល់ពេលអញ្ចឹងទៅយើងដើរទៅមុខរលូនទាំងអស់គ្នាហើយលុយ Facebook មកកភ្លុះទៅចែកគ្នារហូតទៅកុំទៅខ្វល់ច្រើនពេកហ្នឹងហើយបងប្អូនណារកបានប៉ុណ្ណាយកប៉ុណ្ណឹងទៅប៉ុន្តែយើងជួបគ្នាវីដេអូក្រោយទៀតណាបងប្អូនបាយបាយ